គ្រប់ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យកូនទូកឬក៏ទូកងណាបើកក្បាលវីដេអូមកឃើញថាសកម្មភាពរបស់ជាងសហេងកំពុងឡើងគំនូហើយសម្រាប់មួយគ្រឿងនេះផងដែរគឺមានឈ្មោះថាស្រីសសុកសែនជ័យណាពុកម៉ែបងប្អូនទាំងគ្នាជាប្រភេទទូកស្លាបមកនោះទេប៉ុន្តែសម្រាប់មួយគ្រឿងនេះគឺធ្វើចេញមកពីដើមខ្នោណាពុកម៉ែបងប្អូនទាំងគ្នាហើយសម្រាប់មួយគ្រឿងនេះផងដែរខ្ញុំបានធ្វើវីដេអូអំពីមួយគ្រឿងនេះជាច្រើនវីដេអូដែរហើយប៉ុន្តែទៅតែមួយរយៈនេះទេគឺគាត់បន្ថែមគំនូទៀតណាគឺមើលទៅគឺស្រស់ស្អាតមែនទែនគឺដូចទៅនឹងទូខាងក្រៅតែម្ដងពុកម៉ែបងប្អូនទាំងគ្នាបើនិយាយពីសាច់គំនូគាត់វិញគឺថារលោងមែនទែនពុកម៉ែបងប្អូនទាំងគ្នាគឺខ្ញុំបានតែមើលផ្ទាល់ហើយបានស្ទាបទៀតគឺថារលោងមែនទែនណាហើយនេះគឺមិនទាន់ហើយទាំងស្រុងនោះទេប៉ុន្តែឃើញថាសភនភាពវិញគឺថាល្អឆាតមែនទែនគឺស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនទាំងគ្នាបើនិយាយពីទឹកដីនៃការធ្វើទូករបស់បងប្រុសគឺថាល្អមែនទែនពុកម៉ែបងប្អូនទាំងគ្នាគឺចេញមកផ្លឹងណាហើយឥឡូវនេះគឺគាត់បានឡើងគំនូគឺថាអែមួយចប់តែម្ដងសម្រាប់ទូកស្លាប់មករបស់បងប្រុសគឺគាត់បានធ្វើជាច្រើនគ្រឿងហើយមានការពីមុននោះគឺមហាខ្លាកាហឹមហើយឥឡូវនេះគឺស្រីសសុកសែនជ័យណាបើសម្រាប់ខ្ញុំមកផ្ទាល់មួយគ្រឿងនេះគឺស្អាតមែនទែនពុកម៉ែបងប្អូនទាំងគ្នាគឺថាខាងក្រៅបែបម៉េចគឺមួយគ្រឿងនេះដូចគ្នាតែម្ដងគឺមិនឲ្យចាញ់ខាងក្រៅទេអញ្ចឹងអត់មានអ្វីច្រើនទេពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ការតាមដាននៅទស្សនានៅវីដេអូមួយនេះសម្រាប់ពុកម៉ែបងប្អូនណាដែលមិនទាន់បានចុច Subscribe Channel របស់ខ្ញុំមកផ្ទាល់អាចជួយចុចម្នាក់មួយទៅហើយកុំភ្លេចឲ្យ like មេដៃនៅក្នុងវីដេអូខ្ញុំម្នាក់មួយផងហើយបើសិនជាគំនូឬក៏ទូកនេះស្អាតអីអាចជួយ comment ម្នាក់មួយមើលចឹងនឹងអារម្មណ៍របស់ពុកម៉ែបងប្អូនពេលដែលឃើញទូកស្លាប់មន់មួយគ្រឿងនេះគិតថាសភនភាពអីយ៉ាងណាយ៉ាងណីដែរអាចជួយ comment ម្នាក់មួយម៉ាត់មើលអរគុណច្រើន